បាទជំរាបសួរគ្នាយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំឆ្លៀតធ្វើវីដេអូមួយទាក់ទងទៅនឹងប្រព័ន្ធផលិតអគ្គិភ័យ Fire Fighting System នៅក្នុងនេះខ្ញុំចង់លើកចំណុចសំខាន់ទាក់ទងទៅនឹងការ take ទាក់ទងទៅនឹងការ model នៅក្នុង Revit ហើយនឹងការប្រើប្រាស់ក្របក្បាល sprinkler នៅពេលដែលយើង take គ្នាយើងធម្មតាយើងមាន take 2 take by category និង take all យើងចូលទៅក្នុង annotation កន្លែងទីតាំងនេះឧទាហរណ៍ខ្ញុំចូលទៅប្លង់មួយនេះសិនខ្ញុំចាប់ section អូខេអញ្ចឹងខ្ញុំចូលទៅលើប្លង់នេះអញ្ចឹងនេះនៅពេលដែលខ្ញុំចូល annotation គ្នាយើងឃើញណាអូខេវាមាន take by category និង take all បានន័យថាបើសិនជាយើង take by category បានន័យថាយើង take មួយណាប៉ុន្តែអា take របស់យើងហ្នឹងយើងរៀបចំបែបណាដើម្បីឲ្យ take ទៅវាច្បាស់លាស់គ្រប់គ្រាន់បានន័យថាវាបង្ហាញដូចខ្ញុំធ្វើយើងមើលមានដូចជាប្រភេទទយោដែលគេដាក់អក្សរកាត់អាហ្នឹងការបង្កើត family take របស់យើងទេតែខ្ញុំដាក់ប្រភេទ FPW ហ្នឹងបានន័យថា fire protection weight បានន័យថាជាប្រភេទទយោអគ្គិភ័យជាប្រភេទទយោទឹកណាអញ្ចឹងប្រភេទខាងមុខរបស់វាមានដូចជា stainless steel ជាប្រភេទ stainless steel អញ្ចឹងបានន័យថាជាប្រភេទទយោដែកណាតែយើងប្រើសម្រាប់ប្រភេទទយោអគ្គិភ័យនឹងឯងបន្ទាប់មកកាត់ឧទាហរណ៍ថាវាបំបែកចេញមកឃើញគ្នាយើងខ្ញុំខ្វាយនេះចេញសិនឃើញអានេះ32បានន័យថាទយោដែលវាបំបែកចេញនេះរត់បំបែកចេញពីទយោមេរហូតដល់បំបែកបន្ទាប់មកទៀតចូលមកក្បាល sprinkler អញ្ចឹងវាចេញមកកាត់របស់វា32អានេះយើងអត់មាន take ដៃណាវាប្រើ take by category បើយើងចង់ប្រើ take all អានឹងយើងប្រើទៅគ្រាន់តែយើងអង្គុយសេរីម្ដងមួយដដែលបន្ទាប់មក COP ឬក៏ BOP បានន័យថាអាស្រ័យលើការប្រើប្រាស់របស់យើង COP ហ្នឹងបានន័យថានេះអាពាក្យនេះ COP បានន័យថា center of pie BOP បានន័យថា bottom of pie ហើយអញ្ចឹងវាដាក់កម្ពស់របស់វានេះបានន័យថាគិតពីប្លង់ slab ឡើងមកផុតពីដានទៀតបានន័យថាទយោហ្នឹងនៅក្នុងពីដានអញ្ចឹងកម្ពស់របស់វា3ម៉ែត្រឃើញមុខកាត់របស់វាគឺ32វាបញ្ជាក់ម្ដងទៀតឃើញអញ្ចឹងគាត់ថាខ្ញុំ take ឲ្យយើងមើលម្ដងទៀត take by category ខ្ញុំចាប់មួយមកឃើញខ្ញុំចាប់ចេះខ្ញុំចាប់ធំនេះចុះឃើញអញ្ចឹងទយោមេរបស់វាកន្លែងនេះ FPW បានន័យថា Fire Protection Weight ជាប្រភេទទយោអគ្គិភ័យទយោដែកមកកាត់65ហើយ COP របស់វាគិតពីនេះមកបានន័យថាគិតពីប្លង់គិតពីសាច់ការ៉ូឡើងមក2ម៉ែត្រ5តឹក8ហ៊ុនហើយមកកាត់វាបញ្ជាក់ម្ដងទៀតគឺ65ចឹងជាប្រភេទ family ដែលបង្កើតមកណាគ្នាយើងឃើញនេះ family របស់ក្រុមរបស់ខ្ញុំ iBeam ANO Pi Tech ឃើញចឹងយើងមិនមែនចេះតែ take ឬក៏ take ទេយល់អត់យើង take បែបណាដើម្បីឲ្យខាងការងារការដ្ឋានខាងសាយគេមើលទៅយល់លឿនណាអូខេខ្ញុំបង្ហាញប៉ុណ្ណឹងហើយយើងចូលមកដល់ 3D ចុះអូខេនេះខ្ញុំចាប់ដាក់នៅក្នុងកន្ទុះរបស់យើងឃើញគ្នាយើងចឹងវាប្រយោជន៍ច្រើនចឹងឃើញនេះដូចខ្ញុំបង្ហាញកន្លែងនេះចឹងវាខុសគ្នាដោយសារកម្ពស់ផាយរបស់យើងនេះខុសគ្នាឃើញដូចអាមួយនេះអញ្ចឹងទយោបំបែកចេញមក32របស់វាកម្ពស់របស់វា3ម៉ែត្រតើទយោមេរបស់វានេះឃើញវាទៀបជាងកម្ពស់របស់វា2ម៉ែត្រ6តឹក6ហ៊ុនអញ្ចឹងទៅឃើញអូខេអញ្ចឹងខ្ញុំ view បន្ថែមខ្លះទៀតខ្ញុំ slow បន្តិចដោយសារខ្ញុំ run ជាប់ជាមួយ Enscape អូខេចាំ run Enscape គ្នាយើងមើលថែមទៀតឃើញយើង take ចេះគ្រប់គ្រាន់មកដើម្បីឲ្យខាងសាយគេងាយយល់ណាឃើញអូខេអញ្ចឹងខ្ញុំចូលមក 3D នេះ 3D ដែលយើងបាន model ហើយខ្ញុំទាញ scope box បន្តិចអូខេចាំបន្តិចគ្នាអូខេនេះឃើញអានេះនៅក្នុងពីដានរបស់យើងខ្ញុំប្រើ support របស់វាសម្រាប់ផាយមេរបស់វា main ផាយខ្ញុំប្រើប្រភេទហ្នឹងដោយសារនេះខ្ញុំទាញមកវាដាច់អាជើងចាប់ជាមួយនឹងបាញ់ជាប់ជាមួយនឹងប្លង់សេដោយសារយើងទាញ section box តម្លាក់ចុះមកណាអូខេឃើញទយោមេរបស់យើងនេះយើងរត់បត់បែនដោយសារយើងត្រូវរត់ system ផ្សេងទៀតដូចជា plumbing mechanic ផ្សេងទៀតដូចជាពពួកដាក់ពពួកអីហ្នឹងយើងត្រូវយកអា system ទាំងអស់ហ្នឹងគឺ combine បញ្ចូលគ្នាយើងមិនអាចគូក្នុង project ចូលគ្នាទាំង3 system ក្នុងករណីរៀនអាហ្នឹងយើងគូទាំង3បញ្ចូលគ្នាមែនប៉ុន្តែបើសិនជាក្នុងដំណើរការងារជាក់ស្ដែងអ្វីដែលខ្ញុំធ្វើកន្លងមកណាឬក៏អ្នកផ្សេងធ្វើនៅក្នុងការងារ BIM ដូចគ្នាគឺគេគូហើយគេបានយកមក combine ចូលគ្នាឬក៏គេប្រើកម្មវិធី Navisworks មក check class detection ណាភាពប៉ះទង្គិចនៃប្រព័ន្ធ MEP ជាមួយនឹង structure និង architect អូខេឃើញគ្នាយើងនេះក្បាល sprinkler របស់យើង
ហានេះយើងដាក់បាញ់ជាមួយនឹងពីដានរបស់យើងអូខេអញ្ចឹងខ្ញុំចូលតទៅ Enscape របស់យើងអូខេអញ្ចឹងអានេះខ្ញុំសុំរានវាបន្តិចមុនដោយសារយើងបិទវាអញ្ចឹងរានវាដើរបន្តិចមកអូខេអញ្ចឹងខ្ញុំចូលមកវាវិញឃើញទេគ្នាយើងនេះអញ្ចឹងខ្ញុំដើរទៅមុខទៅដើរយឺតមើលទាំងអស់គ្នាឃើញទេអញ្ចឹងករណីវាកិច្ចថ្នាំបុកថ្នាំយើងមានវិធីសាស្ត្រទាំងអស់ follow ទៅតាមបច្ចេកទេសការងារដែរណាអូខេនេះខ្ញុំ view ប៉ុណ្ណឹងចុះកុំឲ្យវីដេអូយើងវែងពេកបើសិនជាគ្នាយើងចង់រៀនណាវគ្គ Revit MVP design នឹងយើងអាចមករៀននៅខាង office របស់ខ្ញុំនៅជាប់សាលា Norton យើងអាចមករៀនបានណាព្រោះខ្ញុំផ្ដោតទៅលើការ model ការធ្វើ shop drawing ការបង្កើត family នឹងមានជាច្រើនទៀតដែល follow ទៅតាមការងារ BIM ជាក់ស្ដែងក្នុងដំណើរការងារការប្រើប្រាស់ Revit ដែលខ្ញុំមានបទពិសោធន៍ទៅលើ project កន្លងមកណានឹងគម្រោងផ្សេងជាមួយ BIM connector ជាមួយនឹង BIM ខាង structure អញ្ចឹងទៅអូខេខ្ញុំបញ្ចប់វីដេអូប៉ុណ្ណេះអរគុណច្រើនគ្នាយើង